បាយធ្លាឯកសារសម្ងាត់ក្មេងស្រី3នាក់ត្រូវបានគេកែច្នៃ DNA ឲ្យក្លាយជាអាវុធមានជីវិតដ៏សាហាវទាំងនេះគឺជា Powerful Girl ក្នុងជីវិតពិតហើយរឿងរ៉ាវរបស់ពួកគេពិតជាគួរឲ្យខ្លាចខ្លាំងណាស់ត្រឡប់ទៅឆ្នាំ 1958 នៅកណ្ដាលវាលខ្សាច់ដ៏ស្ងាត់ជ្រងំនៃរដ្ឋ Nevada រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលួចលាក់បង្កើតគម្រោងសម្ងាត់មួយដែលមានឈ្មោះថា Operation Blossom គោលដៅរបស់ពួកគេមិនមែនបង្កើតវីរៈបុរសទេតែគឺកែច្នៃ DNA របស់មនុស្សឲ្យក្លាយជាអាវុធសម្លាប់ដ៏មានឥទ្ធិពលបំផុតគោលបំណងធំបំផុតគឺប្រែក្លាយមនុស្សឲ្យទៅជាអាវុធរស់តាមរយៈការកែច្នៃ DNA របស់មនុស្សជាលទ្ធផលក្មេងស្រីកំពូលមនុស្ស3នាក់បានកើតឡើង Emily មានកម្លាំងបាយខ្លាំងដូចយក្សប្រុសអាចបញ្ជាគ្រឿងម៉ាស៊ីនបានគ្រប់ប្រភេទដោយប្រើតែចិត្តចំណែកឯជូនវិញកាន់តែសាហាវនាងអាចបញ្ជាខួរក្បាលអ្នកណាក៏បានថាមពលរបស់ជូនខ្លាំងហួសពីការស្មានរហូតធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ័យខ្លួនដើម្បីគ្រប់គ្រងស្ថានភាពពួកគេបានបង្ខំឲ្យក្មេងស្រីទាំងនេះពាក់កងកលោហៈពិសេសម្យ៉ាងដែលអាចកាត់ផ្ដាច់ថាមពលភ្លាមជីវិតរបស់ពួកគេដូចជានរកត្រូវបានគេចាប់ធ្វើតេស្តទាំងយប់ទាំងថ្ងៃហើយគេមើលមកពួកនាងគ្រាន់តែជាអាវុធសង្គ្រាមប៉ុណ្ណោះមិនមែនជាក្មេងស្រីតូចគួរឲ្យស្រឡាញ់ឡើយយប់មួយជូនបានលួចប្រើថាមពលពិសេសរបស់នាងបញ្ជាចិត្តអ្នកវិទ្យាសាស្ត្រឲ្យបោះចោលតេឡេបញ្ជាកងកនៅយប់នោះក្មេងស្រីទាំង3នាក់បានដោះលែងខ្លួនឯង Emily បានវាយប្រហារបំបាយជញ្ជាំងរស់បានបិទប្រព័ន្ធការពារនិងជូនបានធ្វើឲ្យឆ្មាំទាំងអស់គាំងនៅនឹងកន្លែងពួកគេបានរត់គេចខ្លួនចូលទៅក្នុងវាលខ្សាច់ដោយបន្សល់ទុកមន្ទីរពិសោធន៍ដែលបែកបាក់រដ្ឋាភិបាលបានស្វែងរកពួកគេអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែរកមិនឃើញសោះក្រោយមកនៅក្នុងរបាយការណ៍សម្ងាត់ដែលបានបែកធ្លាយមានគេប្រទះឃើញស្ត្រីមានផ្ទៃពោះ3នាក់នៅក្បែរមូលដ្ឋានទ័ពដែលគេបោះបង់ចោលរឿងរ៉ាវរបស់ពួកគេត្រូវបានលុបចេញពីប្រវត្តិសាស្ត្រប៉ុន្តែសំណួរមួយនៅតែមានតើពួកគេនៅឯណាឥឡូវនេះតើអ្នកយល់យ៉ាងណាចំពោះវីដេអូនេះកុំភ្លេចខមមិននៅខាងក្រោម